ហើយប្រាសាទតុបដែលខ្ញុំកំពុងតែបង្ហាញនៅក្នុងវីដេអូនេះគឺជាប្រាសាទតុបហ្នឹងបានតែតូចទាំងឯងបងប្អូនប្រាសាទតុបនេះតូចទេបងប្អូនអរគ្នាតែគ្រាន់តែខ្ញុំមកលេងនៅក្នុងរដូវវស្សានេះគឺមានស្លែដុះក្រោមនៅថ្មនីមួយៗស្អាតខ្លាំងមែនទេបងប្អូនមើលទៅខៀវខ្ចីស្ងាត់ហ្មងបងប្អូននៅមើលស្គាល់បងប្អូនអរគ្នាគឺជារូបព្រះនារីផ្ទុំនៅលើនាគអនន្តៈបងប្អូនហើយប្រាសាទនេះដែរគឺកសាងឡើងនៅក្នុងចុងសតវត្សទី13ព្រះនារីហ្នឹងបានប្រែកាឡាជាអវតារទឿរបស់ព្រះអង្គទី4ហ្នឹងទៅសុំដី3ជំហានពីក្រុងប៉ូលីបងប្អូននេះគឺជាប្រាសាទតុបខាងកើតបងប្អូនដែលនៅជិតនឹងខ្លោងទ្វារជ័យបងប្អូនហើយនេះគឺជាផ្លូវដែលខ្ញុំបានជិះទៅប្រាសាទតុបបងប្អូនហើយប្រាសាទតុបនេះតូចទេបងប្អូនមិនសូវជាធម្មតាទេខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនតិចថាប្រាសាទតុបគឺមាន2បងប្អូនមួយប្រាសាទតុបខាងលិចឯមួយទៀតនៅប្រាសាទតុបខាងកើតតែមិនមែនសាងសង់តំណាលគ្នាបងប្អូនគឺខុសគ្នាដាច់ស្រឡះតែម្ដងបងប្អូនប្រាសាទតុបខាងលិចហ្នឹងគឺគេកំពុងតែជួសជុលបងប្អូនពេលដែលខ្ញុំបានទៅលេងហ្នឹងឃើញគេដាក់ខ្សែព័ទ្ធជុំវិញអញ្ចឹងណាបងប្អូនហើយក៏ការកសាងនៅក្នុងរជ្ជកាលខុសគ្នាឆ្ងាយផងដែរបងប្អូនហើយប្រាសាទតុបដែលខ្ញុំកំពុងតែបង្ហាញនៅក្នុងវីដេអូនេះគឺជាប្រាសាទតុបហ្នឹងបានតែតូចទាំងឯងបងប្អូនប្រាសាទតុបនេះតូចទេបងប្អូនអរគ្នាតែគ្រាន់តែខ្ញុំមកលេងនៅក្នុងរដូវវស្សានេះគឺមានស្លែដុះក្រោមនៅថ្មនីមួយៗស្អាតខ្លាំងមែនទេបងប្អូនមើលទៅខៀវខ្ចីស្ងាត់ហ្មងបងប្អូនហើយប្រាសាទមួយនេះដែរគឺជាប្រាសាទដែលចុងក្រោយបំផុតដែលកសាងដើម្បីគោរពព្រហ្មញ្ញសាសនាតែរៀងបាក់បែកទ្រុឌទ្រោមរៀងធ្ងន់ធ្ងរដែរហ្នឹងហើយប្រាសាទនេះផងដែរកាលពីបារាំងគាត់ចូលមកជួសជុលហ្នឹងគឺថ្មដែលនៅជិតប្រាសាទហ្នឹងគឺគាត់តម្រៀបនៅក្បែរហ្នឹងអញ្ចឹងណាបងប្អូនហើយជាងដែលធ្លាក់បាក់មកនេះគឺគេបានយកមកដាក់ខាងគៀននេះតែយើងនៅមើលរូបចម្លាក់ស្គាល់បងប្អូនគ្រាន់តែយើងមើលទៅឃើញមានស្លែដុះក្រៅពីលើអញ្ចឹងណាបងប្អូនអាការៈដែលមានបញ្ហាកាពះក៏មានបើសិនជាបងប្អូនកំពុងតែមានអាការៈដូចជាចុកឆ្អល់របួសភើច្រើនដៅខ្លួនស្ទីកស្បែកយើងស្បែកស្ងួនស្បែកមិនស្រស់ថ្លាស្អាតបងប្អូនអាចប្រសាថ្នាំមួយឈុតនេះជាបងប្អូននឹងជាប្រភេទចំណាំឈើបងប្អូនពេលបងប្អូនប្រសា3ថ្ងៃទៅ5ថ្ងៃទៅអ្នកមួយធ្វើជាមិនទៀតហើយគេថានឹងមានអារម្មណ៍ជាក់គួរជាក់សាច់តែតាមនោះមានចិត្តចាប់ទៀតវិញបងប្អូនជួយទៅតែទៅសួរដល់ខ្លាំងណាស់បងប្អូនតែឈិតជាដៃស្រស់ស្អាតមួយបែបដែរតែយើងនៅមើលស្គាល់បងប្អូនអរគ្នាគឺជារូបព្រះនារីផ្ទុំនៅលើនាគអនន្តៈបងប្អូនហើយប្រាសាទនេះដែរគឺកសាងឡើងនៅក្នុងចុងសតវត្សទី13នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី8មួយវិញទៀតគឺខ្ញុំចង់ចែកម្លែកប្រាប់បងប្អូនទាំងអស់គ្នាថានៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺព្រះអង្គមានរាជគ្រូមួយបងប្អូនដែលឈ្មោះថាមង្គលាតបងប្អូនហើយមង្គលាតនេះដែរក៏មានកូនប្រុសម្នាក់ឈ្មោះមង្គលខាសដល់ពេលដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី8គឺមង្គលខាសហ្នឹងក៏បានកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់មង្គលាតដែលត្រូវជាឪពុកបងប្អូនហើយព្រាហ្មណ៍ដែលជាព្រះរាជគ្រូមង្គលាតហ្នឹងគឺគោរពដល់ព្រះនារីខ្លាំងមែនទែនបងប្អូនអរគ្នាកាលពីសម័យនោះហើយមួយវិញទៀតជាធម្មតាបងប្អូនអរគ្នាដែលត្រឹមតែជាឋានៈព្រះរាជគ្រូអញ្ចឹងគឺកសាងឧទ្ទិសដល់ឪពុកហ្នឹងគឺតូចបែបហ្នឹងណាបងប្អូនគឺឋានៈត្រឹមព្រាហ្មណ៍ត្រឹមព្រះរាជគ្រូអញ្ចឹងគឺការកសាងដើម្បីឧទ្ទិសដល់ហ្នឹងក៏បែបតូចតបបែបហ្នឹងអញ្ចឹងណាបងប្អូនពីព្រោះថាមិនមែនជាខ្សែរាជវង្សឥឡូវនេះគឺខ្ញុំបានដើរមកដល់ខាងលើបងប្អូននៅខាងលើហ្នឹងមានតែត្រឹមតែសាលាចារឹកហើយនឹងខាងក្នុងហ្នឹងមានគេរៀបគ្រឿងដង្វាយបន្តិចបន្តួចតែប៉ុណ្ណោះបងប្អូនតែអ្វីដែលពិសេសនោះគឺខ្ញុំចូលចិត្តមើលស្លែដែលពណ៌ខៀវដុះនៅតាមប្រាសាទអញ្ចឹងណាសម្រាប់ខ្ញុំមើលទៅឃើញស្អាតហ្មងបងប្អូនមួយវិញទៀតគឺខ្ញុំចង់ចែកម្លែកប្រាប់បងប្អូនទាំងអស់គ្នាថាមង្គលាតដែលត្រូវជាព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺគាត់គោរពដល់ព្រះនារីខ្លាំងមែនទែនតែបើសិនជាបងប្អូនបានទៅដល់ប្រកាសជាឃើញរូបព្រះនារីច្រើនមែនទែនបងប្អូននៅប្រាសាទមួយនេះបងប្អូនគ្រាន់តែកន្លែងហោជាងហ្នឹងគឺបាក់ធ្លាក់មកខាងគៀនដើមឈើនឹងអញ្ចឹងណាបងប្អូនឥឡូវហ្នឹងងាកមកដល់ហោជាងនេះវិញបងប្អូនគឺយើងអាចនៅមើលស្គាល់ដឹងសាច់រឿងមួយនេះហើយរូបចម្លាក់នេះវិញគឺនៅក្នុងព្រហ្មញ្ញសាសនាបងប្អូនដែលមានសាច់រឿងថាព្រះនារីហ្នឹងបានប្រែកាឡាជាអវតារទឿរបស់ព្រះអង្គទី4ហ្នឹងទៅសុំដី3ជំហានពីក្រុងប៉ូលីបងប្អូនហើយពេលដែលបានទៅជួបក្រុងប៉ូលីហ្នឹងក្រុងប៉ូលីឃើញរូបរាងកតឿកតុញអញ្ចឹងហើយមិនស្អាតបែបនេះគាត់ក៏ថាសុំដីនៅ3ជំហានគាត់ហ្នឹងក៏យល់ព្រមឲ្យព្រះនារីតែអត់ដឹងថាព្រះនារីហ្នឹងខ្លែងកាឡាធ្វើជាអវតារមនុស្សទឿឯងបងប្អូនបន្ទាប់ពីស្ដេចក្រុងប៉ូលីបានយល់ព្រមឲ្យដី3ជំហានទៅមនុស្សទឿពេលនោះហើយដែលអវតារមនុស្សទឿប្រែកាឡាទៅជារូបដៃព្រះនារីដ៏ធំមួយនៅក្នុងសភៅក៏បានបញ្ជាក់ដែរថាមានកងដៃបំពាក់ហើយក៏មានមកុដរោមបក្សីនិងមានឆោពាន់រង្សីទាំងចែងចាំងហ្មងបងប្អូនអរគ្នាពេលដែលព្រះនារីទ្រង់ឈានជំហានទី1ហ្នឹងទ្រង់ក៏ផ្លោះផុតផែនដីគ្រប់គ្រងទៅដោយពាលីហ្នឹងបងប្អូនហើយលាតសន្ធឹងចុងម្ខាងទៅម្ខាងនៃផែនដីទៀតបងប្អូនហើយជំហានទី2ទ្រង់ក៏ផ្លោះផុតដែនមេឃឋានសួគ៌បងប្អូនហើយមកដល់ជំហានទី3ក៏គ្មានសល់សំបីតែបន្តិចដើម្បីឲ្យក្រុងប៉ូលីគ្រប់គ្រងអញ្ចឹងបងប្អូនក្រៅពីភពក្រោមដីបងប្អូនហើយខ្ញុំសូមបញ្ជាក់
ប្រាប់បងប្អូនតិចថាស្ដេចក្រុងកូលីដែលខ្ញុំកំពុងតែរៀបរាប់ខាងលើហ្នឹងគឺជារូបអសុរៈជាយក្សបងប្អូនគ្រាន់តែយក្សខ្លះគឺយើងបានដឹងហើយថាមានអំនួតអួតអាងឬក៏ខូខើការកោងការចឹងណាបងប្អូនហើយអសុរៈដែលជាស្ដេចក្រុងកូលីមួយនេះគឺជាតួអង្គដែលស្លូតបូតទេបងប្អូនទាំងអស់គ្នាហើយនៅប្រទេសកម្ពុជាការៈដូចជាអាសាឈឺក្បាលវិលមុខស្វាំងភ្នែកអាសាផ្ដាសាយញឹកញាប់ក៏ដូចជាមានហៀសវល់ត្រូវក្តៅក៏ពិបាកត្រជាក់ខ្លាំងក៏ពិបាកអាសាកតាសនេះគឺជាអាការៈអាឡែស៊ីច្រមុះនេះគឺជាដំណាក់កាលទី1បងប្អូនតែបើសិនជាបងប្អូនមិនទាន់ព្យាបាលទេទុកយូរនឹងវិវត្តទៅជាឫសដងច្រមុះហើយថ្ងៃនេះដែរបើសិនជាបងប្អូនមានអាការៈដូចនេះខ្ញុំរៀបរាប់ខាងលើត្រឹមតែអាឡែស៊ីច្រមុះទេខ្ញុំចង់ណែនាំពីអសុបបុរាណខ្មែរមួយដែលជាអាការៈដែលខ្ញុំរៀបរាប់ខាងលើគឺបងប្អូនភាសាបាន3ថ្ងៃចាប់ផ្ដើមច្រមុះយើងស្ងួតមិនសូវជាកតាសញឹកញាប់ជាងមុនទេអាសាប្រាសាយអីហ្នឹងក៏បាត់ដែរបងប្អូនហើយមួយវិញទៀតបងប្អូនអាសាឈឺក្បាលញឹកញាប់សក់យើងក៏រៀងស្កើស្បែកស្ងួតស្បែកស្អាតស្វាងភ្នែកមើលមិនសូវបានឆ្ងាយមើលទៅរៀងស្វាងប្រើមួយឈុតនេះគឺជាដាច់តែម្ដងបងប្អូនតែត្រូវតមរយៈពេល60ឆ្នាំផងបងប្អូនរបៀបប្រើការតមគឺនៅលើកញ្ចប់នឹងមានស្រេចហើយបើសិនជាបងប្អូនអាសាឈឺក្បាលខ្លាំងពេលដែលបងប្អូនខលមកជីវថ្នាំបងប្អូនប្រាប់ខាងបងប្អូនបន្ថែមតិចទៀតមកនឹងមានថ្នាំជំនួយឲ្យបំបត្តិឈឺក្បាលនឹងផ្សេងពីនឹងទៀតបងប្អូនអាចដាំលាយចូលជាមួយនឹងថ្នាំឬដូងច្រមុះឬក៏អាឡាក់ស៊ីច្រមុះនេះបានបងប្អូនអញ្ចឹងបើសិនជាបងប្អូនបានជីវថ្នាំនឹងទៅកុំបារម្ភអីដោយសារតែថ្នាំនេះអត់មានជាតិចត់ជាតិរវិញឬក៏ប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនគឺឈ្ងុយដូចតែអញ្ចឹងការហាថ្នាំក៏ដូចជាការវេចខ្ចប់គឺមានអនាម័យខ្ពស់ខ្លាំងណាស់បងប្អូនអរគ្នាអាចមានថ្នាំនឹងដៃអាចកាច់មើលបានគឺថ្នាំទាំងស្រួយទាំងផងដាំទឹកហើយក្តៅឈ្ងុយតែម្ដងបងប្អូនហើយថ្នាំខ្មែរដ៏ល្អនេះវិញគឺមានតាំងពីបរមរានមកម្លេះបងប្អូនគឺហុំសឹមជាដាច់វិធីប្រើក៏ដូចជាការតមគឺមាននៅលើកញ្ចប់ស្រេចសូមបញ្ជាក់ប្រាប់បងប្អូនថាថ្នាំខាងយើងខ្ញុំគឺព្យាបាលជំងឺផ្សេងគ្នាអត់មានថ្នាំមួយកញ្ចប់ត្រូវបានជំងឺរាប់រយមុខដូចថ្នាំគេផ្សេងណាបងប្អូនបើបងប្អូនមានអាការៈដូចបងប្អូនរៀបរាប់ខាងលើបងប្អូនមានចង្អុលបន្ថែមក៏ដូចជាចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆាយចម្រើនផ្ទាល់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទនៅលើកញ្ចប់ក៏ដូចជានៅលើវីដេអូនេះស្រេចសិនជាបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថពីផេកមួយណាបងប្អូនក៏អាចឆែកមើលសិនមុននឹងយើងជឿនឹងទុកចិត្តទិញចង់ដឹងថាគេលក់យូរប៉ុណ្ណាអ្នកចុច follow page ប៉ុណ្ណាបងប្អូនអាចឆែកមើល page ខាងបងប្អូនឬក៏ page ខាងគេសិនមុននឹងបងប្អូនជឿទុកចិត្តមុននឹងការទិញជៀសវាង page ខ្លាំងៗបងប្អូនជាយើងក៏មុននឹងយើងរៀបចំពិធីក្រុងកូលីអីមួយហ្នឹងគឺគេតែងតែគោរពនឹកដល់ស្ដេចក្រុងកូលីនឹងជានិច្ចបងប្អូនរហូតមកដល់សប្តាហ៍ថ្ងៃនឹងឯងបើសិនគ្រប់កម្មវិធីទាំងអស់គេតែងតែរៀបចំកម្មវិធីក្រុងកូលីហ្នឹងបងប្អូនគឺឧទ្ទិសដល់ស្ដេចក្រុងកូលីនេះឯងបងប្អូនអរគ្នាដែលនៅភពក្រោមដីមួយវិញទៀតហ្នឹងនៅលើហោជាងនៃប្រាសាទនានាហ្នឹងក៏មានរៀបរាប់ពីព្រះនារីប្រែកាឡាជាអវតាទឿសុំដី3ជំហានពីស្ដេចក្រុងកូលីផងដែរបងប្អូនអរគ្នាគ្រាន់តែប្រាសាទនានាហ្នឹងនៅតាមហោជាងទេតែបើសិនជាបងប្អូនទាំងអស់គ្នាចង់ទស្សនាចម្លាក់នេះច្បាស់គឺនៅប្រាសាទក្រវ៉ាន់បងប្អូនអរគ្នាគឺឃើញច្បាស់ហ្មងគឺរៀបរាប់ពីសាច់រឿងអវតាមនុស្សទឿហ្នឹងបងប្អូនទៅដល់បងប្អូនប្រកាសជាបានឃើញហើយគឺនៅតួប៉មកណ្ដាលរៀបរាប់ប្រាសាទតុបក៏ដូចជាការរៀបរាប់ពីស្ដេចក្រុងកូលីនេះគឺបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនអរគ្នាដែលបានទស្សនាវីដេអូមួយនេះជួបនឹងខ្ញុំនៅវីដេអូក្រោយទៀតបើមានកំហុសខុសឆ្គងត្រង់ណាបងប្អូនអាចបំពេញបន្ថែមនៅខាងក្រោមវីដេអូនេះបានបងប្អូនអរគុណច្រើនបងប្អូនអរគ្នាដែលបានទស្សនាវីដេអូមួយនេះជួបនឹងខ្ញុំនៅវីដេអូក្រោយទៀតជម្រាបលាបងប្អូនអរគ្នាបាយបាយ